ប៉ុណ្ណឹង5ចំណុចនេះអ្នកទាំងគ្នានឹងស្ដាយលុយនៅពេលដែលអ្នកទាំងគ្នាទិញ iPad Air M2 មកប្រើប្រាស់ហើយអ្នកទាំងគ្នាក៏លេចមើល Huawei MatePad 12X វិញម្ដងមើលតើវាមានចំណុចពិសេសអីគេខ្លះខុសពី iPad Air M2 តោះទៅតាមដានវីដេអូនេះទាំងអស់គ្នាទី1 Huawei Tablet នេះគឺមានអេក្រង់12អ៊ីនជាលក្ខណៈ Paper Matte ដែលវាងាយស្រួលនៅក្នុងការមើលក្រោមពន្លឺថ្ងៃមិនមានចំណាំងផ្លានជាមួយនឹង refresh rate រហូតដល់ 144Hz ដែលវាល្អដូចกระดาษអញ្ចឹងម្យ៉ាងវិញទៀតវាកាត់បន្ថយការប៉ះពាល់ភ្នែកនៅពេលដែលយើងប្រើប្រាស់យូរម៉ោងផងដែរបើយើងធៀបជាមួយនឹង iPad Air M2 MatePad 12X នេះគឺមានអេក្រង់ធំជាងគ្មានចំណាំងផ្លាតនិងការពារភ្នែកផងដែរចំណុចទី2 Huawei MatePad 12X នេះគឺភ្ជាប់មកជាមួយនឹងកម្មវិធី Office កម្រិតបែប Computer ដែល support នឹង accessory ដូចជា keyboard និង ប៊ិច Huawei Pencil ជំនាន់ទី3ដែលបង្កើនផលិតភាពនិងផ្ដល់នូវបទពិសោធន៍ដូចអ្នកទាំងគ្នាប្រើ computer អញ្ចឹងបើយើងធៀបជាមួយនឹង iPad Air M2 វិញ Huawei MatePad 12X នេះគឺមាន license Office បែប Computer Lifetime ដែលវាភ្ជាប់ជាមួយនឹង complete set ទាំងប៊ិចទាំង keyboard នៅក្នុងតម្លៃត្រឹមតែ$500ជាងតែប៉ុណ្ណោះចំណុចទី3 Huawei MatePad 12X នេះមានកម្រាស់ត្រឹមតែ 5.9 មីលីម៉ែត្រជាមួយនឹងទម្ងន់555ក្រាមកម្រាស់ស្ដាងទម្ងន់ស្រាលបែបនេះវាផ្ដល់ភាពងាយស្រួលមិនថាយើងធ្វើការនៅក្នុង indoor ឬមួយក៏ outdoor ឬមួយក៏ហាងកាហ្វេទេគឺយើងអាច flexible យកតាមខ្លួនបានជានិច្ចចឹងចំណុចឈ្នះនៅចំណុចទី3នេះគឺ Huawei MatePad 12X គឺមានកម្រាស់ស្ដើងនិងស្រាលជាង iPad Air M2 ទៅទៀតចំណុចទី4នេះ Huawei MatePad 12X គឺឈ្នះដាច់តែម្ដងតាក់ទងជាមួយនឹង iPad Air M2 គឺកម្មវិធីគូសរូប GoPen កម្មវិធីគូសរូប GoPen នេះគឺជាកម្មវិធីមួយដែលអភិវឌ្ឍដោយ Huawei សំខាន់គឺគេ free license ពេញមួយជីវិតសូម្បីតែ Procreate ដែលយើងប្រើប្រាស់នៅលើ iPad ហ្នឹងណាគឺក៏យើងទិញដែរក្នុងតម្លៃ$10ជាងឯណោះចឹងសម្រាប់ Huawei 12X នេះគឺឈ្នះចំណុច GoPen ហ្នឹងគឺដាច់តែម្ដងចំណុចទី5 Huawei MatePad 12X នេះគឺមានកម្លាំងថ្មរហូតដល់11100 mAh ជាមួយនឹងការសាកថ្មលឿនរហូតដល់66វ៉ាត់ចឹងវាផ្ដល់ភាពងាយស្រួលដែលយើងមិនងាយនឹងសាកថ្មទេយើងសាកតែម្ដងគឺយើងប្រើបានមួយថ្ងៃទៅមួយថ្ងៃជាងឯណោះចំណុចនេះហើយដែល Huawei MatePad 12X ឈ្នះ iPad Air M2 គឺកម្លាំងថ្មធំជាងការសាកថ្មលឿនជាងComplete Sale នឹង report វីដេអូនេះមួយផងដើម្បីឲ្យមិត្តភ័ក្តិអ្នកទាំងគ្នាដឹងពី5ចំណុចអំពី Huawei MatePad 12X នេះ